រៀបសួរសួស្តីបងប្អូនទាំងអស់គ្នានេះគឺជា Ono Plus 2026ពណ៌ទឹកប្រាក់នេះគឺរូបរាងទាំងស្រុងបងប្អូន ABS មុខណាបងប្អូនអានេះពណ៌สีមាន4ពណ៌បងប្អូនអានេះកម្មពណ៌ថ្នោតវិញបងប្អូនកម្មពណ៌ថ្នោតបើស្រីចាស់កម្មពណ៌ខ្មៅបងប្អូនខាងក្រោយនេះស្រីចាស់បងប្អូនចុះយើងមើលពណ៌ស៊ីនរបស់វាមាននេះម៉ូដែលគេបងប្អូនពណ៌ស៊ីនមាន4ពណ៌បងប្អូននេះបងប្អូនសខ្មៅទឹកប្រាក់ហើយនឹងលឿងបងប្អូននេះទម្ងន់វា118គីឡូចំណុះធំសាំង 5.4 លីត្រជាងពណ៌ស៊ីនមាន4ពណ៌នេះហើយបងប្អូនស៊េរី25ក៏មាន4ពណ៌ដែរបងប្អូនសប្រភេទទឹកក្រូចហើយខៀវដូរទឹកក្រូចដាក់លឿងខៀវដាក់ខ្មៅរលោងវិញបងប្អូនចឹងនេះពណ៌ជាក់ស្ដែង026ពណ៌ទឹកប្រាក់រូបរាងទាំងស្រុងចឹងយើងបង្ហាញចំណុចតែខុសគ្នាពីសេរីចាស់ទី1នេះបងប្អូនផ្លាកកោះ Honda ហ្នឹងដូរមកពណ៌ខ្មៅវិញមកសេរីចាស់ពណ៌ទឹកប្រាក់បងប្អូនអានេះក៏ដូរដែរបងប្អូនពណ៌ខ្មៅសេរីចាស់សវិញនេះក៏ដូរដែរមួយទៀតកម្មនេះបងប្អូនកម្មពណ៌ទឹកប្រាក់សេរីចាស់ពណ៌ខ្មៅសេរីថ្មីចេញពណ៌ថ្នោតបងប្អូនពណ៌ថ្នោតគ្រប់ពណ៌ថ្នោតទាំងអស់នេះបងប្អូនឡើងពោះនេះហើយដល់ទល់នេះក៏ដូរពណ៌ដែរពណ៌ថ្នោតទាំងអស់សេរីចាស់ពណ៌ខ្មៅអញ្ចឹងចំណុចខុសគ្នាមួយទៀតពិសេសនេះគឺកុងតាក់បិទបើកភ្លើងនេះអត់មានទេបងប្អូនអានេះតតេទេអត់មានទេនេះបងប្អូនហើយមួយទៀតចំណុចខុសគ្នាមួយទៀតពេលដែលយើងបើកកែបបងប្អូនបើកកែបនេះបងប្អូនមានភ្លើងចាភ្លើងនេះភ្លឺប្រហែលជា20វិនាទីអីទេបងប្អូនអញ្ចឹងមកយើងយកអីវ៉ាន់ឬក៏ដាក់អីវ៉ាន់អីបានសិភើធានាគុណភាព2ឆ្នាំបងប្អូនលេខតួ52លេខម៉ាស៊ីន62អញ្ចឹងនេះបងប្អូន20វិភ្លើងវាបិទវិញហើយអានេះឡើងកុងតាក់ចាក់សាំងបងប្អូនបាទចាក់សាំងមកនេះធម្មតាទេឡើងជួយបានធម្មតាអានេះឡើងសាក់ថ្មទូរស័ព្ទ Type C ទេបងប្អូនហ្នឹង Type C ទៅដែរទេ Smart Key ឡើង2គ្រាប់សេរីចាស់មានតែ1គ្រាប់ទេបងប្អូនអញ្ចឹងសេរីក្រោយនេះមាន2គ្រាប់ហើយអត់មានកុងតាក់បិទបើកភ្លើងទេចាក់សាំងពេញហើយជាមួយយើងតេស្តសលេងវាបងប្អូនកម្មពណ៌ថ្នោតបងប្អូនជា Ono Plus 26ចំណុចពិសេសពណ៌នេះពណ៌ថ្មីបងប្អូនសេរីចាស់ដែរមានខ្ញុំមានម៉ូដែលមកតេស្តសលេងសិនហើយអានេះស្តែនសាំងមកពេញ 5.4 លីត្របងប្អូនភ្លើងអូតូអញ្ចឹងបងប្អូនភ្លើងភាសាច្បាប់ថ្មីរបស់ខ្មែរយើងបើកបោពេលថ្ងៃបើកភ្លើងបានអញ្ចឹងអត់អីទេបងប៉ូលីសអត់ចាប់ទេប្រាំងមុខ ABS ប្រាំងក្រោយ CBS ធម្មតាឡើងសាកមើលទៀតដល់ទេហ្នឹងហើយបងប្
ប៉ុណ្ណឹងទេអញ្ចឹងពណ៌នេះពណ៌ថ្មីពណ៌ស្អាតពណ៌កម្រដូចគ្នាដែរបងប្អូនពណ៌ស៊ីនមានពណ៌ទឹកប្រាក់នេះពណ៌ខ្មៅសហើយនឹងពណ៌លឿងអញ្ចឹងមើលតាមការប៉ាន់ស្មានពណ៌នេះលក់ដាច់ជាងគេបងប្អូនជាមួយនឹងពណ៌សហ្នឹងហើយបងប្អូនវីដេអូរបស់យើងមានតែប៉ុណ្្នឹងទេមានចម្ងល់អ្វីបន្ថែមបងប្អូនអាច comment ចូលវីដេអូរបស់យើងបានអរគុណច្រើន